បន្តមកទីនេះសូមក្រុមបញ្ចេញកីឡាករទាំងពីរប្រកួតសាកល្បងក្បាច់អុកយៈសូមក្រុមបញ្ចេញកីឡាករទាំងពីររូបឡើងលើប៉មបញ្ជាចាសសូមក្រុមបញ្ចេញឡើងសេះឆ្វេងដៃឡើងនាងឡើងគោលស្ដាំដៃត្រង់ចាក់ត្រីទី2ខាងឆ្វេងនេះខ្ញុំសូមជម្រាបជូនថាកីឡាករសឹកលំហេងមានអាយុ20ឆ្នាំមកអផ្សេសខៀវនៃរាជធានីភ្នំពេញកីឡាករធ្លាប់ជាស្ដេចអុកអង្គរសង្គ្រាម2ចំនួនគឺ2018និងឆ្នាំ2023ដើម្បីកីឡាករស៊ីដេត41ក្នុងពិធីបុណ្យសមុទ្រខេត្តកោះកុងឆ្នាំ2021ទទួលបានចំណាត់ថ្នាក់លេខ1ការប្រកួតកីឡាជាតិនិងទទួលបានចំណាត់ថ្នាក់លេខ2ក្នុងការប្រកួតកីឡាជើងឯកថ្នាក់ជាតិឆ្នាំ2022ទទួលបានចំណាត់ថ្នាក់លេខ2ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ2023ទទួលចំណាត់ថ្នាក់លេខ2ក្នុងការប្រកួតកីឡាស៊ីហ្គេមនិងទទួលបានចំណាត់ថ្នាក់លេខ3ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ2024ទទួលបានចំណាត់ថ្នាក់លេខ1ក្នុងការប្រកួតកីឡាជាតិនិងទទួលបានចំណាត់ថ្នាក់លេខ3ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនិងឆ្នាំ2025ជាស្ដេចអុកចត្រង្គនៃព្រឹត្តិការណ៍អង្គរសង្គ្រាមនៅខេត្តសៀមរាបផងដែរជាបន្តមកទីនេះសូមក្រុមបញ្ចេញកីឡាករទាំងពីរប្រកួតសាកល្បងក្បាច់អុកយៈសូមក្រុមបញ្ចេញកីឡាករទាំងពីររូបឡើងលើប៉មបញ្ជាចាសសូមក្រុមបញ្ចេញសំបាំងទេបងឡើងគោលខាងឆ្វេងត្រង់ហក់នាងឡើងសេះខាងឆ្វេងមកមុខស្ដាប់ចាក់ត្រីមុខគោលចាក់ត្រីមុខគោលខាងស្ដាំឡើងសេះឆ្វេងដៃឡើងនាងឡើងគោលស្ដាំដៃត្រង់ចាក់ត្រីទី2ខាងឆ្វេងឡើងគោលឆ្វេងដៃត្រង់ឡើងគោលមកក្រោយនាងហក់ស្ដាច់ទៅឆ្វេងដៃយកត្រីមកសេះស៊ីផ្ដាច់យកត្រីស៊ីត្រីវិញយកទូកខាងឆ្វេងចេញមកកម្មចេញទូកស្ដាំដៃមួយកម្មដែរយកទូកស៊ីទូកយកទូកឆ្វេងដៃមកស៊ីវិញឡើងគោលខាងឆ្វេងចាក់ត្រីឆ្វេងដៃទី2ពីលើស្ដាច់ឡើងស្ដាច់
យកត្រីស៊ីត្រី យកត្រីស៊ីត្រី ងាកស្ដាច់មកឆ្វេងដៃ ចេញទូកខាងស្ដាំមកកម្ម តតចេញទូកមកត យកទូកស៊ីទូក យកស្ដាច់ត្រឡប់មកស៊ី ចាក់ត្រីមកសេះ យកត្រីមកគោលស៊ីត្រីចូលទៅក្នុង យកសេះស៊ីសេះនេះបង បាទយកសេះស៊ីសេះ យកនាងយកទៅស៊ី យកត្រីស៊ីត្រី យកសេះស៊ីត្រី ចាក់ត្រីពីលើសេះចាក់ឡើងទៅលើ យកត្រីស៊ីត្រី យកនាងស៊ី យកនាងស៊ីវិញ យកត្រីស៊ីនាង ឡើងសេះ ឡើងគោលខ្វែងបែកមកឆ្វេង យកសេះស៊ីត្រី បោះសេះឡើងមកស្ដាំដៃឡាលើ យកសេះថយ យកសេះកាត់សេះ យកគោលស៊ី ឡើងគោលឆ្វេង ឡើងគោលមកក្បែរស្ដាច់ ឡើងគោលដែលដើរអំបញ្ញមិញត្រង់ ឡើងត្រី ឡើងគោលទៅឆ្វេងដៃ ឡើងគោល ស៊ីត្រីគោលស៊ីត្រី ឡើងត្រីចុងក្តារ ថយគោលមកវិញថយគោល ទៅត្រីចុងក្តារទៀត ឡើងស្ដាច់មកស្ដាំដៃ បកត្រី ឡើងស្ដាច់ខ្វែងមកស្ដាំដៃទៀត ថយត្រីបក ថយគោលមកក្រោយខ្វែង យកគោលស៊ីគោល យកស្ដាច់ស៊ី ស្មាត់ បាទសូមអរគុណបាទសូមអរគុណដល់អាដាមបាទហើយនឹងបងប្អូនដែលបានចូលរួមទស្សនាដល់នេះបាទសូមអរគុណ សូមអរគុណដល់កីឡាករទាំងពីររូប